Rướngបណ្ឌិតសាមណេរកាលកន្លងទៅហើយព្រះសម្មាសម្ពុទ្ធព្រះនាមកាសបៈមានព្រះខ័យណាស្របជាបរិវារទ្រង់ស្ដេចយាងទៅកាន់ក្រុងពារាណសីមនុស្សទាំងឡាយក៏ចងគ្នាជាពួកបាន8ខ្លះបាន10នាក់ខ្លះប្រគេនអកន្តកទានកាលដែលព្រះសាស្តាធ្វើផតតាហាអនុមោទនាចប់មានបណ្ឌិតបុរសម្នាក់ថ្វាយបង្គំព្រះសាស្តានិមន្តថាបបិទ្ធព្រះអង្គដ៏ចម្រើនសូមទ្រង់ទទួលភិក្ខារបស់ខ្ញុំព្រះអង្គក្នុងថ្ងៃស្អែកនេះព្រមទាំងព្រះសង្ឃជាបរិវារទាំងអស់ហើយបុរសនោះក៏ចូលទៅឃោសនានៅក្នុងស្រុកមនុស្សទាំងឡាយខ្លះទទួលថាយើងប្រគេនចង្ហាន់ដល់ព្រះភិក្ខុ10អង្គខ្លះថា20អង្គខ្លះថា100អង្គបណ្ឌិតបុរសក៏កត់ឈ្មោះដាក់ក្នុងបញ្ជីតាំងពីដើមរៀងមកសម័យនោះឯងមានបុរសម្នាក់ឈ្មោះថាមហាទុគតៈនៅក្នុងនគរនោះជាមនុស្សទីទាល់ក្រពេកបានទទួលពាក្យបណ្ឌិតបុរសថាបើដូច្នោះចូលអ្នកកត់ចំនួនភិក្ខុមួយអង្គនៅក្នុងបញ្ជីទុកឲ្យខ្ញុំផងចោះហើយទៅប្រាប់ភរិយាថាមនាលនាងគេបបួលយើងឲ្យទៅទទួលភិក្ខុមួយអង្គមកប្រគេនចង្ហាន់នៅក្នុងថ្ងៃស្អែកភរិយាទទួលអំណរត្អូញត្អែហើយនាំគ្នាទៅរកធ្វើការឈ្នួលមហាសេដ្ឋីបានឃើញទុគតៈដើរមកក៏មានប្រសាសន៍ថាស្អែកយើងនិមន្តព្រះសង្ឃពី300អង្គមកឆាន់ចូលអ្នកឯងពោះអស់ឲ្យយើងចោះមហាទុគតៈក៏ចងក្បិនយ៉ាងមាំហើយខំប្រឹងយ៉ាងខ្លាំងបោះកាំបិតពើថៅបោះពើថៅចាប់កាំបិតសេដ្ឋីសួរថាហេតុដូចម្ដេចបានជាថ្ងៃនេះអ្នកឯងប្រឹងធ្វើការដល់ម្លេះបបិទ្ធលោកម្ចាស់ស្អែកនេះខ្ញុំព្រះបាទប្រគេនចង្ហាន់ភិក្ខុមួយអង្គដែរសេដ្ឋីឮហើយក៏មានចិត្តត្រេកអរណាស់ឯភរិយាក៏សួរទៅប្រពន្ធមហាទុគតៈដូច្នោះដែរលុះមហាទុគតៈពោះអស់រួចហើយសេដ្ឋីឲ្យបំរើយកអង្ករស្រូវសាលី4នាលមកឲ្យហើយប្រាប់ថានេះជាថ្លៃឈ្នួលឲ្យអង្ករ4នាលទៀតប្រាប់ថានេះជារង្វាន់នៃសេចក្តីត្រេកអររបស់អ្នកឯភរិយាសេដ្ឋីឲ្យបំរើសេដ្ឋីយកសព្ពិ1ដបតធិ1ដបភោជនគ្រឿងសម្ល1បង្វិចនិងអង្ករស្រូវសាលី1នាលមកឲ្យប្រពន្ធមហាទុគតៈព្រឹកឡើងមហាទុគតៈដើរស្វែងរកកន្លែងឆ្នេរស្ទឹងមានចិត្តអេក្រាយសប្បាយក្រៃពេកទើបស្រែកច្រៀងបណ្ដើបេះបន្លែបណ្ដើព្រានប្រម៉ង់អ្នកបងសំណាញ់ម្នាក់បានឮសំឡេងច្រៀងហើយក៏ស្រែកហៅមហាទុគតៈមកឲ្យដោតត្រៃជាត្រណោតចំនួនថ្លៃ1បាតខ្លះកន្លះបាតខ្លះ1កហបណៈខ្លះអ្នកនគរទាំងឡាយមកទិញត្រៃនោះអស់ទៅមហាទុគតៈកំណត់វេលាហើយក៏និយាយលាព្រាននោះក៏ឲ្យត្រៃឆ្អិន4ដែលខ្លួនកប់ទុកនៅក្នុងភ្នូខ្សាច់សម័យនោះឯងព្រះសាសនាទ្រង់ប្រមាលមើលឧបនិស្ស័យនៃសត្វលោកទ្រង់ឃើញមហាទុគតៈចូលក្នុងសំណាញ់ញាណរបស់ព្រះអង្គហើយទ្រង់គង់ចាំនៅក្នុងគន្ធកតកាលមហាទុគតៈជួរត្រៃទៅដល់ផ្ទះថ្មបណ្ឌុកកម្ពស់សិលាអាសនៈនៃសកទេវរាជក៏បញ្ចេញកម្ដៅឡើងទើបសកទេវរាជទ្រង់អវចនាការជ្រាបហេតុនោះសពគ្រប់ហើយក៏ខ្លែងភេទមិនឲ្យអ្នកណាស្គាល់សោះមកជួយចែកភិក្ខាហាហើយបញ្ជូនមហាទុគតៈឲ្យទៅទទួលលោកមកឯបណ្ឌិតបរោះជាអ្នកចាត់ចែងទានបានបញ្ជូនភិក្ខុទាំងឡាយឲ្យទៅផ្ទះជនទាំងនោះតាមចំនួនដែលកត់នៅក្នុងបញ្ជីមហាទុគតៈទៅដល់បណ្ឌិតបរោះក៏និយាយថាខ្ញុំភ្លេចឈឹងមិនបានទុកភិក្ខុមួយអង្គឲ្យអ្នកទេមហាទុគតៈក៏ភ្លឹកក្នុងចិត្តហាក់ដូចជាគេចាក់ត្រង់ពោះដោយលំពេងដមុតហើយនិយាយថាណែអ្នកហេតុអ្វីក៏អ្នកធ្វើឲ្យខ្ញុំវិនាសអ្នកពិតជាបបួលខ្ញុំលៀងពីថ្ងៃម្សិលមិញបានជាខ្ញុំខំធ្វើការទាំងម្លេះហើយក៏យំមមាលនៅទីនោះទៅបណ្ឌិតបរោះនិយាយថាណែមហាទុគតៈជាសម្លាញ់ធ្វើម្ដេចខ្ញុំបានជាប្រហែសជ្រុលទៅហើយប៉ុន្តែឥឡូវនេះព្រះសាស្តាកំពុងគង់នៅក្នុងគន្ធកតនៅឡើយបើដូច្នោះចូលអ្នកឯងទៅអង្វររោគនិមន្តព្រះអង្គមើលក្រែងលោជួនជាទ្រង់សង្គ្រោះ
កាលបើមហាតុក្កតៈទៅដល់ព្រះសាស្តាក៏បើកទ្វារកន្ធកតចេញមកទ្រង់ហុចបាតដល់មហាតុក្កតៈឯព្រះរាជានិងអនុរាជជាដើមដែលត្រៀមមកចាំទទួលបាតក៏ងាកទៅមើលមុខគ្នាមិនមាននរណាហ៊ានយកបាតដែលព្រះអង្គទ្រង់ប្រទានដល់មហាតុក្កតៈដោយឥស្សរយសរបស់ខ្លួនឡើយគ្រាន់តែនិយាយថាដូច្នេះមនាលមហាតុក្កតៈជាសម្លាញ់ចូលអ្នកឲ្យបាតរបស់ព្រះអង្គមកយើងនឹងឲ្យទ្រព្យ1000កហបណៈ100,000កហបណៈដល់អ្នកមហាតុក្កតៈមិនព្រមសោះចំណែកខាងសកទេវរាជបានចាត់ចែងយាគូនឹងផាត់ហើយក៏ក្រាលអាសនៈនឹងផាត់ហើយក៏ក្រាលអាសនៈបំរុងចាំព្រះអង្គឯផ្ទះមហាតុក្កតៈនោះទាបក្រៃពេកបើនរណាមិនអោនដើរចូលមិនអាចដើរចូលបានឡើយប៉ុន្តែកាលដែលព្រះសាស្តាទ្រង់និមន្តចូលទៅមហាប្រតិពីក៏ស្រត់ចុះទៅក្រោមគេហស្ថានក៏អណ្ដែតឡើងខាងលើទ្រង់ចូលដោយមិនចាំបាច់អោនឡើយគ្រានោះសកទេវរាជបើកគ្របភុជជនចង្ហាន់ឡើងក៏ក្លិននៃវត្ថុទាំងនោះក្រអូបឈ្ងុយឈ្ងប់ផ្សាយចេញទៅពីពេញនគរទាំងអស់ព្រះសាស្តាទ្រង់ទទួលចង្ហាន់ធ្វើផតកិច្ចអនុមោទនារួចរាល់ហើយក៏ក្រោកចាកអាសនៈនិមន្តចេញទៅសកទេវរាជនិងមហាតុក្កតៈក៏បានយកបាតជូនដំណើរព្រះអង្គទៅវិញលុះសកទេវរាជត្រឡប់មកវិញក៏ស្ថិតនៅទៀមទ្វារផ្ទះមហាតុក្កតៈហើយក៏ងើបមើលអាកាសភ្លៀងកែវ7ប្រការក៏ធ្លាក់ចុះពីអាកាសចូលមកពីពេញផ្ទះទាំងមូលភរិយាមហាតុក្កតៈដឹកដៃកូនរត់ចេញមកឈរខាងក្រៅមហាតុក្កតៈក៏ក្រាបបង្គំទូលព្រះរាជាទះទូលបង្គំជាខ្ញុំពេញដោយរតនៈ7ប្រការគ្មានឱកាសកន្លែងណាទេព្រះរាជាទ្រង់បញ្ជូនរទេះ1000ឲ្យដឹកទ្រព្យនោះមកចាក់គោជាគំនោនៅក្នុងព្រះលានហើយទ្រង់ក៏ប្រជុំអ្នកនគរមកធ្វើសក្ការៈបូជាដល់មហាតុក្កតៈនោះហើយទ្រង់ព្រះរាជទាននាទីជាសេដ្ឋីគ្រានោះឯងព្រះរាជាបានប្រាប់កន្លែងគេហស្ថានចាស់ដែលសេដ្ឋីម្នាក់នៅពីមុនឲ្យមហាជនកាប់គាស់ឈើក៏ប្រទះឃើញកំណប់ទ្រព្យជាច្រើននៅក្នុងទីនោះព្រះរាជាទ្រង់ព្រះរាជទានកំណប់ទាំងនោះដល់សេដ្ឋីនោះទៀតសេដ្ឋីនោះបានប្រគេនចង្ហាន់ដល់ព្រះភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធានអស់7ថ្ងៃលំដាប់ពីនោះមកតែងតែធ្វើបុណ្យមិនដែលដាច់ដរាបដល់អស់អាយុសង្ខារក៏បានទៅកើតនៅក្នុងស្ថានទេវលោកសោយទិព្វសម្បត្តិអស់មួយចន្លោះព្រះពុទ្ធដល់ព្រះពុទ្ធជាម្ចាស់នៃយើងទ្រង់ឧបដឹកឡើងក៏ជាយុទ្ធអំពីទេវលោកមកចាប់បដិសន្ធិនៅក្នុងគរនៃធីតាជាច្បងក្នុងត្រកូលឧបថៈរបស់ព្រះសិរីបុត្រថេរនៅក្នុងក្រុងសាវត្ថីកុមារនោះបានចូលបួសនៅក្នុងព្រះពុទ្ធសាសនាមាននាមប្រកាសថាបណ្ឌិតសាមណេរបានសម្រេចអរហន្តព្រមទាំងបដិសម្បទាតាំងពីព្រះជន្មាយុ7ឆ្នាំរឿងសុខសាមណេរកាលកើតជាផតភតិកបុរសមានសេចក្តីថាកាលកន្លងទៅហើយមានកូនសេដ្ឋីនៅក្នុងក្រុងពេរិណសីម្នាក់ឈ្មោះកន្ធកុមារកាលបិតាធ្វើមរណកាលទៅព្រះរាជាទ្រង់ព្រះរាជទាននាទីជាសេដ្ឋីដល់កុមារនោះលំដាប់នោះនាយឃ្លាំងបានដើរបើកទ្វារឃ្លាំងបង្ហាញទ្រព្យដល់កន្ធសេដ្ឋីនោះថាបពិតលោកទ្រព្យប៉ុណ្ណេះជារបស់បិតាលោកប៉ុណ្ណេះជារបស់ជីតាលោកសេដ្ឋីរមើលមើលគំនោទ្រព្យហើយពោលថាម្ដេចក៏ជីតានិងបិតាអញមិនជញ្ជូនទ្រព្យទាំងអស់នេះទៅជាមួយផងជនទាំងឡាយនោះទុកទ្រព្យឲ្យនៅហើយទៅដៃទទេនេះព្រោះតែខ្លួនមនុស្សពីលឯអញនឹងស៊ីទ្រព្យទាំងនេះឲ្យអស់សឹមនឹងទៅទើបគាត់ចំណាយទ្រព្យ100,000កហបណៈឲ្យជាងចាត់ចែងធ្វើបន្ទប់ទឹករចនាដោយកែវផលិតចំណាយ100,000កហបណៈឲ្យធ្វើផែនក្តារសម្រាប់ងូតទឹកក៏រចនាដោយកែវផលិតដែរចំណាយ100,000កហបណៈឲ្យធ្វើបល្ល័ង្កសម្រាប់អង្គុយចំណាយ100,000កហបណៈ
ឲ្យធ្វើជាភោជនចំណាយ1សែនកហបណៈឲ្យធ្វើមណ្ឌពត្រង់កន្លែងបរិភោគភោជនីអាហារហើយឲ្យ1000កហបណៈជាថ្លៃភោជននៅក្នុងវេលាពេលព្រឹកនិង1000កហបណៈជាថ្លៃភោជនក្នុងវេលាល្ងាចបើក្នុងថ្ងៃពេញបរមីគាត់ចំណាយ1សែនកហបណៈសម្រាប់ភោជនចំណាយ1សែនកហបណៈសម្រាប់តាក់តែងនគរហើយទូងភេរីប្រាប់មហាជនឲ្យមកមើលគាត់បរិភោគសម័យខាងក្រោយមកមានមនុស្សអ្នកស្រុកក្រៅម្នាក់មកសំណាក់នៅផ្ទះសម្លាញ់ម្នាក់នៅក្នុងក្រុងនោះជួនជាថ្ងៃនោះក៏ត្រូវជាថ្ងៃពេញបរមីក៏បុរសសម្លាញ់បបួលទៅមើលកន្ធៈសេដ្ឋីបរិភោគឯគ្រាមវាសីបរសស្រុកក្រៅបានទៅដល់ឃើញសេរីវិលាសដ៏អស្ចារ្យបានធំក្លិនបនីតាហាអត់ទ្រាំពុំបានទើបស្រែកយ៉ាងខ្លាំង3ដងថាបពិតលោកសេដ្ឋីខ្ញុំបាទក្រាបប្រណិប័តកន្ធៈសេដ្ឋីសួរថានរណានឹងអ្នកឯងមកពីណាមានការអ្វីគៀមវាសីឆ្លើយថាខ្ញុំព្រះបាទលោកខ្ញុំព្រះបាទមកពីស្រុកក្រៅមានសេចក្តីស្រេកឃ្លានចង់ទទួលទាននៅផាត់នៅក្នុងភេជ្ជៈរបស់លោកនេះណាស់សូមលោកឲ្យទានមួយដុំមកសេដ្ឋីថាអញមិនអាចឲ្យឯងបានទេលោកម្ចាស់អើយខ្ញុំព្រះបាទបើមិនបានទទួលទានបាយនេះមុខជាស្លាប់ឥឡូវនេះមិនខានបើដូច្នោះចូលអ្នកឯងធ្វើការនៅក្នុងផ្ទះអញ3ឆ្នាំចុះអញនឹងឲ្យផាត់មួយភោជនដល់អ្នកបុរសនោះក៏លះបង់ប្រពន្ធកូនហើយចូលមកធ្វើការឈ្នួលអស់3ឆ្នាំដើម្បីយកផតៈមួយភោជននោះទើបគេហៅគាត់ថាផតៈភតិកៈបុរសដូច្នេះជាប់តមកលុះដល់ថ្ងៃកំណត់គម្រប់3ឆ្នាំក៏ពួកអ្នកចាត់ចែងផតៈទៅជម្រាបលោកសេដ្ឋីទើបសេដ្ឋីឲ្យនាយឃ្លាំងចំណាយប្រាក់3000កហបណៈដើម្បីឲ្យបុរសនោះគឺ2000កហបណៈសម្រាប់ភោជនក្នុងវេលាល្ងាច1000កហបណៈសម្រាប់ភោជននៅក្នុងវេលាព្រឹកហើយនិយាយថាថ្ងៃនេះចូលអ្នកទាំងឡាយធ្វើគ្រឿងប្រដាប់សម្រាប់អញឲ្យជាគ្រឿងប្រដាប់សម្រាប់អ្នកនោះវិញចោះលុះនិយាយដូច្នោះហើយក៏ឲ្យពួកបរិវារចោមគាល់បំរើបុរសនោះលើកលែងតែនាងចន្ទាមនីដែលជាភរិយាសំណប់ម្នាក់ចេញបុរសនោះក៏អង្គុយលើផែនក្តារក្នុងបន្ទប់សម្រាប់ងូតទឹករបស់សេដ្ឋីស្លៀកសំពត់របស់សេដ្ឋីអង្គុយលើបល្ល័ង្ករបស់សេដ្ឋីនោះទើបសេដ្ឋីឲ្យទូភេរីឃោសនាប្រាប់អ្នកនគរថាផតៈភតិកៈបុរសធ្វើការឈ្នួលអស់3ឆ្នាំនៅក្នុងផ្ទះកន្ធៈសេដ្ឋីឥឡូវបានបរិភោគផាត់សម្រាប់សេដ្ឋីចូលមហាជនប្រុសស្រីមកមើលការបរិភោគរបស់បុរសនោះចោះមហាជនក៏ឡើងមកមើលបុរសនោះស្ទើរក៏ក្រើកផែនប្រតិពីពួកស្ត្រីរបាំក៏ចោមរោមជាបរិវារពួកអ្នកចាត់ចែងភោជនអាហារក៏លើកផាត់មកតម្កល់ទុកពីខាងមុខបុរសនោះកាលនោះមានព្រះបច្ចេកពុទ្ធមួយអង្គគង់ចូលសមាបាតអស់7ថ្ងៃនៅក្នុងភ្នំកន្ធមៀលលុះចេញអំពីសមាបាតក៏ពិចារណារកភិក្ខាចាឋានបានជ្រាបថាបុរសនោះអាចធ្វើនៅសេចក្តីសង្គ្រោះដល់លោកផងនិងបានមហាសម្បត្តិព្រោះអាស្រ័យសេចក្តីសង្គ្រោះនេះផងហើយក៏ឃ្លុំជីវរស្ពាយបាតហោះមកតាមអាកាសចូលមកតាមចន្លោះបរិវារបង្ហាញខ្លួនក្នុងទីចំពោះមុខបុរសនោះឃើញព្រះបច្ចេកពុទ្ធហើយក៏គិតថាអញខំធ្វើការឈ្នួលអស់3ឆ្នាំទើបបានផាត់មួយភោជនក៏ព្រោះតែខ្លួនមិនបានឲ្យទានពីជាតិមុនមកទេតើឯផាត់របស់អញនេះរក្សាជីវិតអញបានត្រឹមតែមួយថ្ងៃមួយយប់ប៉ុណ្ណឹងទេបើអញថ្វាយផាត់នេះដល់លោកម្ចាស់ផលទាននេះនឹងរក្សាអញអស់1សែនកោដកាប់ទើបបុរសនោះឥតដាក់បាយក្នុងមាត់សំបីមួយម៉ាត់ឬក៏មួយដុំឡើយខំបន្ទោបង់ចំណង់ហើយលើកភោជនប្រទូលឡើងដាក់ផាត់នៅក្នុងបាតព្រះបច្ចេកពុទ្ធហើយធ្វើសេចក្តីប្រាថ្នាថាបបិទ្ធព្រះអង្គដ៏ចម្រើន
ខ្ញុំធ្វើការឈ្នួលអស់3ឆ្នាំព្រោះតែចង់បានផាត់មួយភោជននេះខ្ញុំមានសេចក្តីលំបាកខ្លាំងណាស់តទៅខ្ញុំសូមឲ្យបានសេចក្តីសុខគ្រប់កន្លែងដែលខ្ញុំកើតហើយខ្ញុំសូមឲ្យបានសម្រេចធម៌ដោយព្រះអង្គផងព្រះបច្ចេកពុទ្ធធ្វើអនុមោទនាហើយក៏ហោះទៅភ្នំកន្ធមាត្រវិញពួកមហាជនក៏បានឃើញលោកដរាបតែទៅដល់ភ្នំនោះឃើញលោកចែកចង្ហាន់បណ្ឌបាតនេះជា500ចំណែកប្រគេនព្រះបច្ចេកពុទ្ធទាំង500អង្គទៀតឆាន់គ្រប់គ្រាន់ទើបពួកមហាជនស្រែកសពសាធុការឲ្យពោខ្ញៀវខ្ញាស្ទើរក៏ក្រើកផែតដីឯកន្ធសិទ្ធិមានសេចក្តីជ្រះថ្លាក៏នាំប្រាក់1000កហបណៈសូមចែករំលែកបុណ្យពីបុរសនោះហើយបែងភោគសម្បត្តិខ្លួនពាក់កណ្ដាលចែកឲ្យបុរសនោះទៀតថ្ងៃក្រោយមកព្រះរាជាបានជ្រាបរឿងនោះទ្រង់ក៏រាជប្រទានប្រាក់1000កហបណៈសូមចែកបុណ្យអំពីបុរសនោះហើយទ្រង់តាំងនេតិឲ្យជាមហាសេដ្ឋីនិងឲ្យជាសម្លាញ់នឹងកន្ធសេដ្ឋីនោះផងសេដ្ឋីថ្មីនោះបានឈ្មោះថាផតភតិកៈសេដ្ឋីលុះផតភតិកៈសេដ្ឋីនោះលែងជាតិអំពីទីនោះទៅបានទៅកើតនៅក្នុងទេវលោកសោយទឹកសម្បត្តិអស់ចន្លោះមួយព្រះពុទ្ធក៏ជយុទ្ធមកកើតនៅក្នុងត្រកូលជាឧបថៈរបស់ព្រះសារីបុត្រថេរនៅក្នុងនគរសាវត្ថីក្នុងសម័យពុទ្ធបាទនេះ